គូស្នេហ៍កំពុងថាបគ្នានៅលើសាឡុងម្ដាយឈរមើលពួកគេទាំងពីរភ្ញាក់ផ្អើលជើហ្វាងខ្មាស់ណាស់ជ្រកដៃសុងលីនម្ដាយជើហ្វាងស្អប់វាបំផ្លាញរូបភាពកូនស្រីរបស់គាត់ពួកគេប្រញាប់បំបែកគ្នាបរិយាកាសខ្លាចជាឆ្កងជើហ្វាងសួរហេតុអីមិនប្រាប់មុនម្ដាយសួរត្រឡប់វិញបើខ្ញុំមិនមកថ្ងៃនេះខ្ញុំមកជួបអ្នកថ្ងៃនេះអ្នកលាក់ខ្ញុំដល់ណាខ្ញុំបាត់បង់ឈប់និយាយទៅសុងលីននិយាយត្រង់ថាខ្លួនស្រឡាញ់ជើហ្វាងហើយចង់បន្តទំនាក់ទំនងសម្ដីនេះធ្វើឲ្យម្ដាយជើហ្វាងខឹងខ្លាំងគាត់ប្រាប់កុំគិតរឿងនេះបន្ទាប់មកម្ដាយជើហ្វាងស្នើនិយាយតែពីរនាក់ឲ្យគេជូនគាត់ទៅផ្ទះតាមផ្លូវត្រឡប់មកម្ដាយនាងសួរថាសុងលីនយល់ដឹងពីជើហ្វាងប៉ុណ្ណាសុងលីនឆ្លើយថាគាត់ស្វែងយល់ដោយស្មោះគាត់ដឹងកង្វល់អ្នកគាត់ធានាចំពោះម្ដាយជើហ្វាងស្មោះត្រង់ចំពោះជើហ្វាងចង់នៅក្បែរគាត់យូរអង្វែងម្ដាយជើហ្វាងក៏លើកពាក្យចាំអារម្មណ៍ថាគាត់មានគូដណ្ដឹងសុងលីនពន្យល់ថាជាព័ត៌មានរបស់ប៊ូសន្យាខ្ញុំនឹងបញ្ជាក់ចិត្តស្មោះការពារជើហ្វាងឲ្យល្អការសន្ទនាស្មោះនេះម្ដាយទុនចិត្តចំពោះសុងលីនក៏លែងតឹងរឹងទៀតសុងលីនត្រឡប់ផ្ទះជើហ្វាងបារម្ភក៏ទូរស័ព្ទសួរស្ថានភាពគាត់មិនបង្ខំអ្នកបាយទេអត់ទេចុះគាត់យល់ព្រមហើយមែនទេប្រហែលជាអីចឹងហើយពេលដឹងថាម្ដាយជើហ្វាងយល់ព្រមឲ្យតាក់ទងគ្នាជើហ្វាងភ្ញាក់ផ្អើលរីករាយចិត្តក៏ធូរស្រាលវិញម្ខាងទៀតយូរត់ចូលស្ទូឌីយោដោយរំភើបអ្នកចាត់ការតារាបានទូរស័ព្ទមកផ្ទាល់ចង់ឲ្យជើហ្វាងដេកឈុតពិសេសជើហ្វាងឆ្ងល់នាងស៊ូដេញដល់ថាអ្នកណែនាំស៊ូយូសានជាអ្នកណែនាំវាធ្វើឲ្យជើហ្វាងកាន់តែគិតមិនយល់មិនដឹងថាស៊ូយូសានចង់បានអ្វីទេក្នុងពិព័រណ៍គំនូរសុងលីងមើលគំនូរយីសំឡេងអ្នករៀបចំនិយាយដើមលីងយុននិងសង្សារចាស់ពេលនិយាយចប់ភ្លាមបរោះដូចលីងយុនស្ត្រីជាសង្សារចាស់បានបុកគាត់ស្រាកំពុកពេញខ្លួនគាត់តែនាងមិនត្រឹមតែមិនសុំទោសបង្កើតរឿងធំក្នុងសារពិព័រណ៍នាងស្រែកហៅលីងយុននិយាយគ្នានាងដកគំនូរលើជញ្ជាំងចេញលីងយុនរឹងរូសនិងគ្មានហេតុផលអ្នករៀបចំបណ្ដេញគាត់ចេញពីពិព័រណ៍គំនូរសុំលីងទៅរកឈឿនដងដើម្បីប្រាប់ថាស្រីឈួតម្នាក់បុកខ្ញុំកំពុកស្រាដាក់ខ្ញុំនាងមិនសុំទោសឈឿនដងមិនជឿថាមនុស្សអសិលធម៌បែបនេះទេវិនិយោគិនដែលអ្នកបានណាត់នឹងទំនងជាកំពុងមកហើយចិត្តដល់ហើយយឺតម៉ោងម្លេះគួរឲ្យទុកចិត្តទេពេលតំណាងវិនិយោគិនមកដល់គាត់ភ្ញាក់ផ្អើលខ្លាំងតំណាងនោះជាមនុស្សដែរបង្កបញ្ហានៅពិព័រណ៍បរិយាកាសក៏តឹងតែងភ្លាមក្នុងពេលជាមួយគ្នានៅឯពិធីជប់លៀងស៊ូយូសានក៏ទៅរកជើហ្វាងសួរថាតើនាងណែនាំអ្វីស៊ូយូសានថាកោតសរសើរទេពក៏សោយគាត់នេះជាក្តីមេត្តាចំពោះគាត់ថាបានមើលផែនការរបស់ជើហ្វាងចង់បង្កើតហាងកាត់ដេរគំនិតទោះផែនការនៅមិនទាន់ពេញលេញគាត់ចាប់អារម្មណ៍ខ្លាំងជើហ្វាងឆ្ងល់ណាស់មិនយល់ហេតុអ្វីស៊ូយូសានចាប់អារម្មណ៍គំនិតគ្មានផលសុងលីងមកទទួលជើហ្វាងនៅជប់លៀងជើហ្វាងក៏ប្រាប់រឿងស៊ូយូសានចង់វិនិយោគសុងលីងគាំទ្រកិច្ចការនេះតែបារម្ភស៊ូយូសានមានចេតនាផ្សេងជើហ្វាងសន្យាប្រយ័ត្នស៊ូយូសាននិយាយការងារចប់គាត់ក៏អញ្ជើញសុងលីងរាំតែសុងលីងនៅតែបង្ហាញទឹកមុខធម្មតាប្រច័ណ្ឌមែនខ្ញុំមិនប្រច័ណ្ឌទេ